ហេតុផលទី3ណាគឺគាត់បង្កើតស្នាដៃច្រើនហើយគាត់នៅភាពវ័យក្មេងហើយគាត់មានសមត្ថភាពគាត់ធ្វើគឺការពុកអលួយបាក់ពួកស្អីផ្សេងខ្ញុំថាដូចជាអស់តែម្ដងអត់មានទេពីព្រោះគាត់ចង់បង្កើតស្នាដៃពីព្រោះនៅក្នុងសហគមន៍មួយក៏មើលឃើញអស់ហើយអាណាធ្វើស្អីជីកដីជីករ៉ែជីកថ្មជីកកាប់ឈើនៅក្នុងតំបន់ហ្នឹងខ្ញុំគាត់ថាលេងលបែងពីលាវ៉ាខ្សែផ្សេងបាទហើយនៅអាញាធរផ្សេងណាទៀតដែលធ្វើបានគឺគាត់មើលឃើញខ្ញុំគិតថាជារឿងមួយល្អហេតុផលទី3ហេតុផលទី4រឿងមួយទៀតមិនគិតថាគាត់ជាបង្ហើបទេខ្ញុំមិនហ៊ាននិយាយលម្អិតទេគឺចំណេញរដ្ឋាភិបាលច្រើនបាទចំណេញច្រើនបាទចំណេញហ្នឹងគឺទី1អឺការឃោសនានៃគេហៅគណៈបកខ្ញុំគិតថារឿងដែលល្អបំផុតហើយចំណេញទី2គឺនៅក្នុងហ្នឹងគឺយើងអត់សូវខាតលុយទេបាទអញ្ចឹងណាពីព្រោះគាត់មានគេហៅខិតខំប្រឹងប្រែងរបស់គាត់ដោយស្វ័យប្រវត្តិតែម្ដងអាហ្នឹងខ្ញុំគ្រាន់តែបង្ហើបប៉ុណ្្នឹងទេចំណេញច្រើនអានេះខ្ញុំមើលទៅប៉ុន្តែមានការលម្អិតគឺចំណេញច្រើនហើយចំណេញមួយទៀតហ្នឹងគឺជួយសម្រាប់ដល់រដ្ឋាភិបាលខ្លាំងណាស់គឺអត់ពិបាកនៅការគ្រប់គ្រងទេបាទអនុវត្តគោលនយោបាយអភិវឌ្ឍហៅដល់មន្ត្រីទាំងនោះគាត់ធ្វើការទៅតាមសមត្ថភាពដែលយើងជ្រើសរើសគាត់ទៅតាមនីតិវិធីដូចនិយាយខាងលើហ្នឹងគឺគាត់ធ្វើការផ្ចិតផ្ចង់គឺថាគឺហេតុផលហើយនឹងអត្ថប្រយោជន៍កន្លែងហ្នឹងគឺសំខាន់ហើយគាត់ប្រឹងប្រែងអនុវត្តពេញលេញទៅតាមគេហៅយុទ្ធសាស្ត្រឃើញទេបាទគឺយុទ្ធសាស្ត្របញ្ញកោណហ្នឹងគឺខ្ញុំគិតថាវាស្របដែរឃើញទេអញ្ចឹងគឺបណ្ដោះបណ្ដាលធនធានលើកទឹកចិត្តធនធាននៅក្នុងមូលដ្ឋានពីព្រោះគាត់ជ្រើសរើសដោយប្រកបដោយសមត្ថភាពខ្ញុំគិតថារឿងដែលល្អបំផុតពីអាចឈ្មោះទៅបាទជោគជ័យនៅគេហៅថាប្រទេសយើង2030ដល់2050គឺប្រទេសយើងគេហៅមធ្យមកម្រិតខ្ពស់ណាបាទហើយនៅប្រទេសអភិវឌ្ឍខ្ញុំគិតថាអាចឈានទៅដល់ដោយសារអីនៅក្នុងកម្រិតសហគមន៍គឺគាត់ធ្វើការផ្ចិតផ្ចង់ល្អបាទដោយចង់បង្ហាញស្នាដៃពីព្រោះកន្លែងនេះសហគមន៍ទាំងអស់គាត់ត្រៀមខ្លួនហើយថាអញប៉ិនប៉ងខ្លួនអញនឹងក្លាយទៅជាមន្ត្រីដ៏ល្អសម្រាប់សហគមន៍ខ្ញុំគិតថារឿងដែលរឿងល្អជាច្រើនបាទដែលខ្ញុំគិតថាជាយោបល់គួរតែអាចធ្វើការកែតម្រង់សម្រាប់កម្រិតថ្នាក់សឹកចុះក្រោមហើយបើក